ចាសួស្តីបងប្អូនអរគ្នានឹងខ្ញុំណែនាំពីឧបករណ៍វាស់កម្រិត pH កម្រិត G និងកម្រិតសំណើមនៃទឹកចាអញ្ចឹងបងប្អូនអរគ្នានៅពេលដែលបានឧបករណ៍ហ្នឹងគឺយើងមិនប្រើថ្មទេហើយឧបករណ៍ហ្នឹងគឺយើងវាស់តែ8វិនាទីគឺដឹងដល់ទំហល់ហើយឧបករណ៍ហ្នឹងដែរគឺវាស់បាន3ប្រភេទនៅខាងឆ្វេងគឺយើងវាស់កម្រិត G នៅខាងស្ដាំគឺយើងវាស់ pH ហើយនៅកណ្ដាលគឺយើងវាស់កម្រិតទឹកគឺសំណើមចាអញ្ចឹងរុក្ខជាតិទាំងអស់គឺមាន pH មិនដូចគ្នាទេហើយកម្រិតទឹកនៃការត្រូវការក៏មិនដូចគ្នាដែរកម្រិត G នៅពេលដែលយើងដាក់នៅធំពណ៌បៃតងគឺត្រឹមត្រូវបើសិនជាយើងដាក់នៅកម្រិតពណ៌ក្រហមគឺមិនដឹងថារុក្ខជាតិនឹងខ្វះទឹកចាអញ្ចឹងបងប្អូនអរគ្នាអាចវាស់ដើម្បីផ្កាឬក៏រុក្ខជាតិផ្សេងនៃតម្រូវការរបស់គាត់ដើម្បីត្រូវកម្រិតត្រូវស្តង់ដាគាត់នឹងផ្កាហ្នឹងគឺឆាប់ផ្កាហើយផ្លែឈើហ្នឹងឆាប់ផ្លែតែកម្រិត pH គឺមិនដូចគ្នាទេសូមបញ្ជាក់ចាឲ្យចំពោះបងប្អូនអរគ្នាដែលចូលចិត្តដាំផ្ការុក្ខជាតិអាចយកទៅវាស់ដើម្បីយើងអាចបន្ថយ pH ឬក៏បន្ថែមបន្ថយកម្រិតទឹកឬក៏យើងបន្ថែមបន្ថយនៅ G ដើម្បីយើងបានផ្លែហេតុអ្វីបានជារុក្ខជាតិនឹងមិនផ្លែមិនផ្កាដោយសារតែមាន4ស្ថានភាពគឺ1 pH មិនតម្រូវការតាមរុក្ខជាតិនឹងហើយជាមួយកម្រិតទឹកហើយជាមួយ G មិនគ្រប់គ្រាន់ឬក៏ពន្លឺព្រះអាទិត្យមិនគ្រប់គ្រាន់អញ្ចឹងបងប្អូនទាំងអស់គ្នាអាចជាវឧបករណ៍នេះទៅវាស់បានចាអញ្ចឹងបើសិនជាត្រូវការសូមតាក់ទងលេខទូរស័ព្ទ010 75 22 17អរគុណបាយបាយ